យ៉ាងច្រើននៅលើផែនដីព្រះបានតតឃើញថាសេចក្តីទុច្ចរិតរបស់មនុស្សកាន់តែច្រើនឡើងហើយចិត្តថ្លើមរបស់គេគិតតែរឿងអាក្រក់គ្រប់ពេលវេលាទាំងអស់គ្មាននរណាម្នាក់សុចរិតឡើយសូម្បីតែម្នាក់ក៏គ្មានដែរមនុស្សទាំងអស់បានបែកចេញពីព្រះជាម្ចាស់ហើយត្រឡប់ទៅជាឥតប្រយោជន៍ទាំងអស់ពួកគេមិនដែលគិតឃើញព្រះឡើយហើយក៏មិនចង់ស្គាល់ព្រះដែរការគិតរបស់គេคล้ายទៅជារឿងគ្មានប្រយោជន៍ហើយចិត្តឆ្កួតលីលារបស់គេក៏កាន់តែឆ្កួតលីលាថែមទៀតទោះបីជាពួកគេពោលថាខ្លួនជាមនុស្សមានប្រាជ្ញាប៉ុន្តែពួកគេคล้ายទៅជាមនុស្សល្ងងហើយបានផ្លាស់ប្ដូរសេរីល្អរបស់ព្រះដែលមិនចេះខូចឲ្យទៅជារូបមើលទៅដូចជាមនុស្សដែលតែងតែស្លាប់វិញនិងដូចជាសត្វស្លាប់និងសត្វដទៃទៀតព្រមទាំងវិញ្ញាណអាក្រក់ផងពួកគេគោរពបូជាវត្ថុដែលមនុស្សធ្វើឡើងជាជាងអ្នកបង្កើតមនុស្សទៅវិញពួកគេលោកលំទៅដោយសេចក្តីទុច្ចរិតគ្រប់បែបយ៉ាងជាអ្នកគ្មានសិលធម៌ខាងផ្លូវភេទពួកគេคล้ายទៅជាឃាតករជាអ្នកភូតភរជាអ្នកស្អប់ព្រះចូលចិត្តជេរប្រមាថអ្នកដទៃនិងជាមនុស្សមានអំនួតអួតអាងពីខ្លួនឯងបំផុតពួកគេបង្កើតវិធីធ្វើអំពើអាក្រក់មិនស្ដាប់បង្គាប់ឪពុកម្ដាយចិត្តអាក្រក់ច្រលើសបើហើយមិនអាចស្គាល់ល្អនិងអាក្រក់ផងឈ្នួលនៃអំពើបាបគឺសេចក្តីស្លាប់នេះគឺជាពាក្យបណ្ដាសារបស់ព្រះដូច្នេះមនុស្សទាំងអស់បានคล้ายទៅជាទាសករនៃសេចក្តីស្លាប់សម្រាប់ជីវិតគេគ្រប់គ្នាមនុស្សម្នាក់ត្រូវទទួលយកសេចក្តីស្លាប់ទៅតាមជោគវាសនារបស់គេមនុស្សឆ្ពោះទៅរកសេចក្តីស្លាប់តែម្ដងទេក្រោយមកគេទទួលការឈឺចាប់និងការធ្វើទរណកម្មនៅក្នុងឋាននរកអស់កាលជានិច្ចប៉ុន្តែព្រះទ្រង់ស្រឡាញ់ដល់មនុស្សដែលពោពេញទៅដោយអំពើបាបគួរអាណិតនិងជាមនុស្សដែលរងទុក្ខលំបាកជាខ្លាំងដល់ម្លេះបានជាទ្រង់មានផែនការសង្គ្រោះពួកគេដោយចាត់ព្រះអង្គសង្គ្រោះមេអង្គគឺព្រះយេស៊ូវគ្រីស្ទពីព្រោះតែទ្រង់ស្រឡាញ់ពិភពលោកនេះជាខ្លាំងទើបទ្រង់ចាត់ឲ្យព្រះរាជបុត្រាតែមួយរបស់ទ្រង់ចុះមករកលោកអ្នកដើម្បីសង្គ្រោះឲ្យរួចផុតពីអំពើបាបនិងសេចក្តីស្លាប់ដើម្បីឲ្យលោកអ្នកអាចមានជីវិតអស់កលនៅឯឋានសួគ៌វិញអស់អ្នកដែលជឿលើព្រះបុត្រារបស់ព្រះនោះនឹងរួចទោសនៃអំពើបាបចំណែកឯអ្នកណាដែលបដិសេធទ្រង់នោះនឹងមានទោសហើយបុត្រាតែមួយរបស់ព្រះគឺព្រះយេស៊ូវគ្រីស្ទទ្រង់បានប្រសូតមកជាមនុស្សកាលពី 2000 ឆ្នាំមុនទ្រង់ប្រសូតនៅភូមិមួយឈ្មោះថាបេតលេហឹមនៅក្នុងប្រទេសអ៊ីស្រាអែលព្រះយេស៊ូវគ្រីស្ទមានវ័យចម្រើនឡើងនិងពោពេញទៅដោយព្រះប្រាជ្ញាញាណហើយព្រះជាម្ចាស់គប្បប្រតិយនឹងទ្រង់ណាស់នៅពេលដែលព្រះយេស៊ូវមានប្រជញ្ញប្រហែល30ឆ្នាំទ្រង់បានចាប់ផ្ដើមផ្សាយដំណឹងល្អដល់មនុស្សទ្រង់បានយាងទៅទូទាំងទីក្រុងទាំងអស់និងគ្រប់ភូមិនៅក្នុងប្រទេសអ៊ីស្រាអែលដោយមានបន្ទូលថាចូលផ្លាស់ប្រែចេញពីអំពើបាបហើយជឿលើដំណឹងល្អចុះព្រោះនគររបស់ព្រះជិតមកដល់ហើយរាល់ទីកន្លែងដែលព្រះយេស៊ូវទ្រង់យាងទៅមានវងមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នាដើម្បីស្ដាប់ព្រះបន្ទូលទ្រង់អ្នកទាំងអស់គ្នាត្រូវចូលទៅនគររបស់ព្រះតាមទ្វារតូចចង្អៀតត្បិតទ្វារដែលធំហើយទលាយផងនោះឆ្ពោះទៅកាន់ឋាននរកហើយក៏មានមនុស្សជាច្រើនកំពុងចូលទៅតាមច្រកនោះដែរប៉ុន្តែទ្វារដែលតូចហើយចង្អៀតគឺជាផ្លូវដែលឆ្ពោះទៅកាន់ជីវិតនៅឋានសួគ៌ហើយមានមនុស្សតិចតួចណាស់ដែលអាចរកផ្លូវនោះឃើញដូច្នេះអ្នកទាំងអស់គ្នាត្រូវចូលទៅតាមច្រកទ្វារដ៏តូចចង្អៀតនោះទៅ
ចូលស្ដាប់ខ្ញុំសិនអ្នករាល់គ្នាហើយយល់ផងចោះថាគ្មានរបស់អ្វីដែលនៅខាងក្រៅចូលទៅក្នុងខ្លួនមនុស្សម្នាក់អាចធ្វើឲ្យគេស្មោកគ្រោកបានទេគឺអ្វីដែលចេញពីមនុស្សវេតាដែលធ្វើឲ្យគេស្មោកគ្រោកនោះថ្មិតនៅក្នុងចិត្តរបស់មនុស្សមានពេញអស់ទាំងគំនិតអាក្រក់ការលួចការផិតការឆក់ប្លន់កាប់សម្លាប់លោភលន់ព្យាបាទអំនួតកាយសាហាវចំណានឈ្នានីសមូលបង្កាច់ឆ្មើងឆ្មៃនិងសេចក្តីចំគួតសេចក្តីអាក្រក់អស់នេះហើយដែលចេញពីក្នុងចិត្តហើយដែលធ្វើឲ្យមនុស្សទាំងអស់នោះคล้ายជាមនុស្សស្មោកគ្រោកខ្ញុំគឺជាផ្លូវជាសេចក្តីពិតនិងជាជីវិតគ្មាននរណាម្នាក់អាចទៅកាន់ព្រះវរបិតាបានឡើយក្រៅពីតាមរយៈខ្ញុំព្រះស្រឡាញ់ពិភពលោកនេះខ្លាំងដល់ម្ល៉េះទើបទ្រង់ចាត់ឲ្យព្រះបុត្រាតែមួយរបស់ទ្រង់ចុះមករកលោកអ្នកដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ទ្រង់នោះនឹងមិនធ្លាក់ឋាននរកឡើយប៉ុន្តែនឹងមានជីវិតអស់កលជានិច្ចវិញនៅឯឋានសួគ៌ព្រះបានចាត់បុត្រារបស់ទ្រង់ឲ្យយាងចុះមកក្នុងលោកនេះមិនមែនដើម្បីធ្វើទោសដល់លោកនោះទេប៉ុន្តែដើម្បីជួយសង្គ្រោះពិភពលោកតាមរយៈទ្រង់វិញនៅពេលដែលព្រះយេស៊ូវទ្រង់បានយាងទៅសពគ្រប់ទីកន្លែងនៅក្នុងទីក្រុងនិងនៅក្នុង